ចឹងបន្ទាប់ពីយើងចាប់ Wi-Fi នឹងហើយយើងចូលទៅកាន់ Chrome ទៅហើយយើង VIP វាចូល 192.168.0 ហើយនឹងចុច1បាទចុច1ហើយចុច code ទៅវានឹងចេញផ្ទាំងបែបនេះហើយវាទាមទារ user ចឹង admin admin អាសាតូចទាំងអស់ហើយ password ដូចគ្នា admin ចុច log sign in ទៅហើយចុច quick setup ហើយចុច next ទៀតមកបាទហើយមកដល់កន្លែងនេះវាបង្ហាញឈ្មោះ original របស់វានៅត្រង់នេះយើងអាចលុបហើយអាចដូរបានអញ្ចឹងណាអញ្ចឹងយើងអាចដាក់ឈ្មោះអ្វីដែលយើងចង់ដាក់មកលុបចាស់ចេញទៅបាទឧទាហរណ៍យើងដាក់អញ្ចឹងទៅហើយខាងក្រោមនេះគឺជា password យើងអាចលុបវាចោលបានបើសិនមកយើងចង់ដូរបាទយើងវាយ password ដែលយើងចង់ដាក់ទៅហើយខាងក្រោមប្រឡោះមួយទៀតនេះគឺយើងដាក់ឲ្យដូចឈ្មោះpassword ដែលយើងដាក់ហ្នឹងណាបាទយើងដាក់ដូចគ្នាមកហើយបន្តមកទៀតយើងចុចពាក្យ next បាទចុចពាក្យ next ទៅចាំតិចអញ្ចឹងវាលោតដាច់ហើយបាទលោតដាច់ Wi-Fi ហើយចុច finish ទៅបានហើយបាទអញ្ចឹងយើងអាចចូលទៅចាប់ឈ្មោះ Wi-Fi ដែលយើងបានដូរមុនហ្នឹងទៅនេះ Wi-Fi ដែលយើងបានដូរមុនហ្នឹង XX ហ្នឹងហើយនឹងវាយ password វាចូលទៅ password ដែលយើងបានដូរមុនហ្នឹងអញ្ចឹងណាហើយចុច connect ទៅបាទអញ្ចឹងការដូរឈ្មោះ Wi-Fi គឺជោគជ័យហើយយើងអាចចូលទៅប្រើប្រាស់អ៊ីនធឺណិតថ្មីបានអញ្ចឹងណាបាទអញ្ចឹងដុំប្រភេទនេះគឺ Wi-Fi វាដើរបាន smooth ល្អអញ្ចឹងណាព្រោះវា support ដល់ Wi-Fi 6